សូមជម្រាបសួរទូទាំងស្នេហិជនជាទីគោរពនិងជាទីមេត្រីថ្ងៃនេះក្រុមការងារនៃទូរទស្សន៍ខេត្តបៃលិនបានចុះមកធ្វើបទយការទាក់ទងនឹងការដាំដុះនៅទំពាំងបារាំងហើយបងប្អូនដឹងថាប្រជាពលរដ្ឋក្នុងខេត្តបៃលិនភាគច្រើនគឺប្រកបរបរនៅការធ្វើស្រែចម្ការនិងការដាំដំណាំថ្ងៃនេះក្រុមការងារយើងបានចុះមកដល់ភូមិក្រចាប់ស្ថិតនៅក្នុងសង្កាត់អូរតាបៅក្រុងបៃលិនខេត្តបៃលិនអញ្ចឹងសូមទូទាំងនិកជនទាំងអស់ទៅទស្សនានិងស្ដាប់នៅបច្ចេកទេសផ្សេងៗទាក់ទងនៅក្នុងការដាំដុះទំពាំងបារាំងទាំងអស់គ្នាដំណាំទំពាំងបារាំងអាចប្រមូលផលបានច្រើនឆ្នាំនិងមានទីផ្សារល្អនៅកម្ពុជាទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែងអាចចាប់ផ្ដើមប្រមូលផលក្រោយពីដាំដុះបានពី5ទៅ6ខែនិងអាចបន្តប្រមូលផលបានច្រើនឆ្នាំបន្លែទំពាំងបារាំងភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជាបៃលិនបាត់ដំបងត្បូងឃ្មុំកំពង់ឆ្នាំងនិងខេត្តតាកែវបើតាមលោកពូណៃរិទ្ធីប្រជាកសិករដាំដំណាំទំពាំងបារាំងនៅភូមិក្រចាំសង្កាត់អូតាវ៉ៅក្រុងបៃលិនខេត្តបៃលិនបានលើកឡើងថាគាត់បានចំណាយការដាំដុះទំពាំងបារាំងលើផ្ទៃដីកន្លះហិកតាក្នុងដើមទុនប្រហែល1លាន5សែនរៀលលើការរៀបប្រព័ន្ធស្រោចស្រពសម្ភារៈកម្លាំងពលកម្មនិងជីជាដើមជម្រាបសួរបាទខ្ញុំឈ្មោះណៃរិទ្ធីរស់នៅក្នុងភូមិក្រចាប់សង្កាត់អូតាវ៉ៅនិងក្រុងបៃលិនខេត្តបៃលិនបាទខ្ញុំជាកសិករដាំបន្លែទំពាំងបារាំងពីមុនមកខ្ញុំធ្លាប់ដាំដូចជាតង្កែនដូចជាអីដែរប៉ុន្តែដោយសារក្រោយមកខ្ញុំដូរមកដាំបន្លែកសិកម្មទំពាំងបារាំងដើម្បីយកផលប្រចាំថ្ងៃបាទខ្ញុំចាប់ដាំតាំងពីឆ្នាំ2022មកនេះនៅទីតាំងនេះដំបូងយើងត្រូវត្រៀមដីយើងភ្ជួរដីយើងប្រែប្រន់ដីនឹងឲ្យបានតាមគោលការណ៍ដែលយើងត្រូវការហើយយើងចាប់ចែងរងរបស់ទំពាំងបារាំងហ្នឹងតាមຂະຫນាតដែលយើងចង់បានហើយយើងចាប់ផ្ដើមធ្វើຂະຫນាតបដោះពូជរយៈពេលបដោះពូជហ្នឹងយើងបដោះរយៈពេល2ទៅ3ខែបានយើងកោះយកទៅដកយកមកដាំនៅនឹងរងដែលយើងបានត្រៀមទុកយើងគិតទៅចំនួនដីមួយរ៉ៃនេះបើយើងសាច់លើយើងចំណាយអស់ហើយជា1លានកន្លះហើយប៉ុន្តែយើងមានសម្ភារៈខ្លះដែរដូចជាបង្គោលពីមុនខ្ញុំប្រើបង្គោលអស័យនេះយើងបានរយៈពេលខ្លីអញ្ចឹងដល់អញ្ចឹងខ្ញុំនឹកឃើញការយូរអង្វែងវាឲ្យមានហៅការប្រើប្រាស់បានយូរខ្ញុំក៏មានជំនាញឈើដែលខូចហ្នឹងយកមកជ្រៀកដាក់ដូចសិស្សជំនាញឈើអញ្ចឹងយើងមើលតាំងពី2023ដាក់មករហូតដល់ឥឡូវប្រាក់យើងប្រើបានរហូតបើសិនជាអាស័យយើងបានតែមួយឆ្នាំពុកយើងបានការងារតែនេះយើងនៅកំពុងតែប្រមូលផលយើងអត់ទាន់ដកដើមចោលទេនេះយើងទុកប្រមូលផលអាចរយៈពេល2ខែទៀតនេះបាទយើងដកចោលទៅដើមហ្នឹងទៅជាងាប់ឬក៏ចាស់ដល់កម្រិតយើងមិនអាចទុកបានបើគេដកចោលគឺប្លុកខាងនោះខ្ញុំដកចោលអានេះដើមវាកើតជំងឺវាស្លាប់ទេប៉ុន្តែផ្លែនេះអាចយកទៅបន្តធ្វើពូជបានផ្លែនេះណាបើយើងនេះអត់យើងយកមិនបាច់ទិញគេទេយើងយកពូជនឹងទៅបានដូចនេះដែលនៅល្អអត់ជំងឺអានឹងយើងយកធ្វើបានពូជ 100% ណាតែកន្លងមកខ្ញុំយកចឹងឯងដាំហើយនេះយើងនៅក្នុងប្រមូលផលឡើយទេយើងអត់ទាន់ដកដើមចោលទេអត់មិនហៅប្រមូលផលមិនបានសម្រាប់ដើមនៅប្លុកខាងនោះបាទនេះនៅប្រមូលផលឡើយនេះជាថ្នាលដែលខ្ញុំដកដើមសម្រាប់ដើមគឺយើងឈប់ប្រមូលផលអីទាំងអស់យើងទុកដើមឲ្យបន្លកថ្មីនោះដោះមកធ្វើជាដើមឡើងវិញដើម្បីយើងធ្វើឲ្យមានដើមដើម្បីរក្សាបន្លកនៅពេលក្រោយយើងដកអញ្ចឹងរយៈពេល1ខែទើបយើងឲ្យទឹកឲ្យជីហើយយើងបាញ់ថ្នាំការពាររហូត
địa về một khai tập về ban một khai hơi nhưng mới thà đào đi chặt cục cron nâng ca đào phò ao dưỡng dương chập đầm đặt tật rúi mà tất cả mấy dương ai có một phò bàn លោកពូបានបន្តទៀតថាកាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រៀងពិបាកលក់តែមកដល់ពេលបច្ចុប្បន្នបន្លែទំពាំងបារាំងមានទីផ្សារល្អងាយស្រួលលក់និងមានតម្លៃថ្លៃគឺ1គីឡូក្រាមមានតម្លៃចាប់ពី 10000 រៀលទៅ 14000 រៀល ទីផ្សារហ្នឹងវាអត់ទៀងដែរយើងនិយាយទៅតាមសេដ្ឋកិច្ចបើសិនជាបើតាមយើងសង្កេតមើលបើសិនជាក្នុងសេដ្ឋកិច្ចជាជនយើងសម្បូរលុយចាយធ្វើភោគផលឲ្យបានច្រើនអញ្ចឹងឬក៏អ្នកទីផ្សារគេអាចមានលុយចរាចរណ៍បានច្រើនគេក៏ពេញនិយមនឹងការទិញដែរបើគ្នាអត់មុននឹងទិញគេការពិចារណាគិតដែរដូចយើងមុនខ្ញុំអីមុនចាយខ្ញុំគិតដែរបើសិនខ្ញុំមានលុយច្រើនខ្ញុំអាចចាយធូរបន្តិចទៅតែបើអត់មានលុយមុននឹងចាយទៅគិតសិនដែរចំពោះខ្ញុំផ្ញើទៅខាងផ្ទះរបស់ខ្ញុំនៅខេត្តសៀមរាបនោះប្រពន្ធខ្ញុំបោះឲ្យគេបាន1គីឡូ14000សម្រាប់ຂະຫນាតលេខ1បាទបើຂະຫນាតលេខ2យើងអាចលក់បានដល់10000នេះទេយើងចាត់ទៅពីលេខ1និងលេខ2បាទហើយពេលខ្លះមានខាងសម្របសម្រួលពីមន្ទីរកសិកម្មខេត្តបៃលិនដែរគេជួយក្នុងការដាំអីហ្នឹងក៏មានខាងហ្នឹងមកជួយសម្របសម្រួលដែរជួយឧបត្ថម្ភតាំងចែកទេសខ្លះទីផ្សារខ្លះកាលលើកមុនខាងអភិបាលខេត្តចូលមកគាត់ឲ្យលេខទូរស័ព្ទឲ្យអីដើម្បីយើងលក់អត់អស់ឲ្យសេទៅខាងហ្នឹងដើម្បីឲ្យជួយរកទីផ្សារឲ្យដែរប៉ុន្តែគឺយើងថាលក់មិនអស់ប៉ុន្តែវានៅក្នុងបញ្ជូនទៅឲ្យទីផ្សារខ្លួនឯងនឹងលក់ទៅដែរទេហើយខេត្តបាត់ដំបងយកម្ដងមកកាលដែរប៉ុន្តែទៅលក្ខណៈគេអស់គេលក់ពិបាកដែរបើសិនគេលក់ធូរយើងមានផ្ដល់ឲ្យគេអត់បានចុងក្រោយនេះសូមអរគុណដល់ថ្នាក់ដឹកនាំអភិបាលខេត្តបៃលិនដែលបានចុះយកចិត្តទុកដាក់កន្លងមកតាមឃ្លាំមើលខាងកសិកម្មខ្ញុំហ្នឹងហើយជួយឧបត្ថម្ភជាគំនិតជាមធ្យោបាយគ្រប់យ៉ាងដល់ផ្នែកកសិកម្មយើងខ្ញុំបាទ លោកជួនទីជាមន្ត្រីកសិកម្មសង្កាត់អូតាវ៉ៅនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបៃលិនបានបញ្ជាក់ថាដីដែលល្អសម្រាប់ការដាំដុះដំណាំនេះត្រូវតែជាដីដែលមិនជាប់ទឹកដោយសារវាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដោយដំណាំផ្សេងទៀតទេហើយដំណាំនេះធន់នឹងអាកាសធាតុរាំងស្ងួនប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំស្រោចស្រពនិងការប្រមូលផលពន្លករៀងរាល់ថ្ងៃមិនអាចទុកពន្លកទំពាំងឲ្យចាស់បានទេត្រូវដកចេញពីគុម្ពលោកបានបន្តទៀតថាសម្រាប់ការដាំដុះលក្ខណៈអាជីវកម្មដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅព្រោះហេតុថាក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម1ទៅ5ដើមក្នុងមួយដងហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះជួនទីជាមន្ត្រីកសិកម្មសង្កាត់អូតាវ៉ាវក្នុងសង្កាត់អូតាវ៉ាវផ្ទៃដីដាំដំណាំសរុបគឺចំនួន41ហិកតានិងផ្ទៃដីដែលកំពុងប្រមូលផលហ្នឹងដែលបានកំពុងប្រមូលផលគឺ40ហិកតាហើយចំពោះដំណាំទំពាំងបារាំងនៅក្នុងសង្កាត់អូតាវ៉ាវដែលយើងបានឃើញនេះគឺមានប្រជាជនដាំសរុបគឺ5គ្រួសារដែលមានផ្ទៃដី15000ម៉ែត្រការ៉េប៉ុន្តែផ្ទៃដីដែលគាត់បានប្រមូលផលប្រចាំថ្ងៃគឺមាន10000ម៉ែត្រការ៉េគឺស្មើនឹង1ហិកតាហើយចំពោះទំពាំងបារាំងនេះពួកគាត់បានប្រមូលផលរាល់ថ្ងៃនៅក្នុងមួយថ្ងៃជាមួយជុំចំពោះគ្រប់ទាំង5គ្រួសារហ្នឹងទៅចន្លោះពី30ទៅ35គីឡូក្រាមក្នុងមួយថ្ងៃហើយពួកខ្ញុំដែលជាមន្ត្រីកសិកម្មប្រចាំសង្កាត់និងទីកសិកម្មខេត្តយើងតែងតែយកចិត្តទុកដាក់ក្នុងការចុះជួបគាត់ដើម្បីតាមដានការដាំដុះរបស់គាត់និងតាមដានការប្រមូលផលនិងការលក់ដូររបស់គាត់ដើម្បីយើងការពារបញ្ហាដោយគាត់មានបញ្ហាអីទេពួកខ្ញុំដែលជាមន្ត្រីកសិកម្មសង្កាត់ខ្ញុំមានដំណោះស្រាយឬក៏ខ្ញុំអាចជាការទៅខាងមន្ទីរដើម្បីមន្ទីរជួយក្នុងការពាក់ព័ន្ធនឹងបញ្ហាទីផ្សារពេលខ្លះក្នុងបន្លែខ្លះដែលយើងមានបញ្ហាទីផ្សារដោយខែអញ្ចឹងយើងអាច
ជួយរកដំណោះស្រាយរយៈពេលខ្លីសម្រាប់គាត់ហើយក៏ដូចជាមន្ទីរគាត់អាចមានផែនការសម្រាប់រយៈពេលវែងសម្រាប់គាត់ហើយនឹងថ្នាក់ដឹកនាំខេត្តគាត់មានការសម្របរួលគាត់ចុះមកយកចិត្តទុកដាក់ច្រើនក្នុងសង្កាត់អូតាវ៉ាវក្នុងការចំណាំបន្លែក៏ដូចជាត្រពាំងប្រាំងនេះតែហ្នឹងដែរតែយើងមានការតាមដានយកចិត្តទុកដាក់លើអ្នកកសិករដែលដាំដុះបន្លែក្នុងសង្កាត់អូតាវ៉ាវទាំងមូលក៏ដូចជាក្នុងខេត្តបៃលិនទាំងមូលផងដែរចុងក្រោយដែរខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំហើយក៏ដូចជាប្រធានមន្ទីរនិងថ្នាក់ដឹកនាំខេត្តទាំងអស់ដែលតែងតែយកចិត្តទុកដាក់ដល់កសិករដែលដាំដុះបន្លែនៅពេលដែលមានបញ្ហាអីគាត់តែងតែមានដំណោះស្រាយជួយរកដំណោះស្រាយសម្រាប់ពួកគាត់ក្នុងការប្រមូលផលក្នុងការជួយរកទីផ្សារផងដែរ សូមបញ្ជាក់ថាបន្លែទំពាំងបារាំងជាប្រភពដ៏អស្ចារ្យនៃវីតាមីនជាតិរ៉ែនិងប្រូតេអ៊ីនសំខាន់ៗហើយទំពាំងបារាំងមានបរិមាណកាឡូរីទាបបំផុតដែលមិនមានកូលេស្តេរ៉ុលហើយមានជាតិសូដ្យូមទាបផងដែរវាក៏ជាប្រភពសម្បូរដោយជាតិសរសៃចំណីដែលចាំបាច់សម្រាប់រាងកាយ បន្ទាប់ពីបងប្អូនទូទាំងប្រជាជនបានតាមដាននិងទស្សនានៅបច្ចេកទេសក្នុងការដាំទំពាំងបារាំងរបស់បងប្អូនប្រជាពលរដ្ឋយើងរួចមកហើយជាចុងក្រោយសូមថ្លែងអំណរគុណដល់ទូទាំងប្រជាជនទាំងអស់ដែលបានតាមដានទស្សនាសូមគោរពជូនពរដល់ទូទាំងប្រជាជនឲ្យជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ